យកក្រុមត្រៀមប្រុងព្រៀបប្រកួត Work សេនាគុណខ្មែរយន់8ទិសគូទី3ដែលជាគូអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1 បាទទឹកទី1មិត្តភាពកម្ពុជាអ៊ីរ៉ង់មេតហាឌីអ៊ូរីបាហ្សាអ៊ូរីសបាទរ៉ាសេកកដាវាយស្ដាំមួយបាទពីពេជ្រកកដាបាទកូនសើរបស់លោកគ្រូពេជ្រសវណ្ណទាត់ឆ្វេងបាទពីពេជ្រកកដាទាត់ជើងក្រោមរបស់រ៉ាសេទាត់ជើងក្រោមរបស់រ៉ាសេទាត់លើពីពេជ្រកកដាវាយស្ដាំបាទពីពេជ្រកកដាថែមឆ្វេងទាត់លើមួយរបស់រ៉ាសេបាទកកដាដើរចូលទាត់ជើងក្រោមឆ្វេងបាទពីកកដាបាទរ៉ាសេនៅថយតិចធាក់មួយបាទពីរ៉ាសេបាទកីឡាករអ៊ីរ៉ង់ទាត់ឆ្វេងបាទពីកកដាទាត់ជើងក្រោមមួយទៀតបាទពីកកដាទាត់ក្រោមសងវិញរបស់រ៉ាសេបាទរ៉ាសេទាត់ខាងលើមួយរបស់រ៉ាសេដើរចូលវាយឆ្វេងបាទម្ដាយទៀតរបស់កកដាចូលឆ្វេងបាទពីរ៉ាសេបាទកែងបាទអត់ចំគោដៅល្អទេចាក់ជង្គង់កែងរបស់រ៉ាសេសងវាយចូលឆ្វេងបាទពេញបាទមួយដៃឆ្វេងរបស់ពេជ្រកកដារ៉ាសេដកក្លៀនតិចហើយបាទអត់ដែលចាញ់ហ៎ចូលទៀតបាទពីពេជ្រកកដាហាក់មួយបាទពីរ៉ាសេទាត់ឆ្វេងរបស់កកដាទាត់ឆ្វេងរបស់កកដាទាត់ឆ្វេងទៀតពីកកដាបាទកកដានៅដៅចូលទៀតវាយបេះខាងក្រោមពីរ៉ាសេទាត់បាទកងស្មងកកដាវាយឆ្វេងទៀតផុតបាត់បាទចូលបន្តិចបាទវាយបាទសងវិញបាទឆ្វេងរបស់កកដាបាទកកដាព្យាយាមតាមរ៉ាសេបាទព្យាយាមបាទថយទៀតបាទពីរ៉ាសេទាត់ជើងក្រោមបាទពីកកដាទាត់សងវិញរបស់រ៉ាសេទាត់ឆ្វេងរបស់កកដាវាយពោះទឹកមួយទៀតរបស់កកដាអាយ៉ាមកចូលកចាប់នេះបាទវាយឆ្វេងពីកកដាផុតទៀតបាទរ៉ាសេក៏ខ្ពស់ធាក់មួយពីរ៉ាសេទាត់ឆ្វេងរបស់កកដាវាយបេះខាងមកស្ដាំមកម្ដាយរបស់កកដាវាយសងវិញរបស់រ៉ាសេហាក់ឆ្វេងមកកាត់ពីរ៉ាសេមកការជន្ទូលរៀបវាយឆ្វេងពីកកដាតាមកកដាតាមទៀតវាយឆ្វេងអូសោយុទ្ធកណ្ដោ1 2 បាទ 3 4 5 6 7 8បាទចាប់ទឹកល្មមទឹកទី1អ្នកទឹកចេញក្រៅ second out Work សេនាគុណខ្មែរយន់8ទិសគូទី3ដែលជាគូអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទឹកទី2 round 2បាទទឹកទី2បាតុភិបកម្ពុជាអ៊ីរ៉ង់ទាត់លើមួយពីរ៉ាសេទាត់សងរបស់កកដាទាត់ឆ្វេងរបស់កកដាតាមទាត់សងវិញរបស់រ៉ាសេទាត់ឆ្វេងរបស់កកដាបាទកកដាដើរចូលទៀតហាក់ចេញពីបាទរ៉ាសេបាទកកដាធាក់ឆ្វេងវាយពោះទឹកពីកកដាបាទជង្គង់របស់រ៉ាសេអត់ដល់បាទកិច្ចទាត់ឆ្វេងបាទពីកកដាងើបទេបាទងើបទៅទៀតបាទទៅទៀតបាទកកដាគៀកទាត់ខាងលើរបស់រ៉ាសេទាត់ឆ្វេងរបស់កកដាវាយពោះទឹកផុតពីកកដាទាត់ឆ្វេងរបស់កកដាបាទតាមទៀតពីពេជ្រកកដាបាទកូនសើរបស់គ្រូពេជ្រសុផាន់វាយឆ្វេងទៀតពីពេជ្រកកដាបាទកកដានេះគឺអត់ញញើតទេបាទដើរចូលបាទតែសម្រាប់រ៉ាស៊ីវិញគឺបាទរៀងញញើតផ្លែរបស់កកដាចូលជង្គង់អូសោ neutral corner 1 2 3 4 5 6 7
8 9 10 បាទអូចុកណាស់បាទតែមើលរូបភាពយឺតបាទនេះជង្គង់របស់កក្កដាបាញ់មិញបាទគាត់រោតែកន្លែងយូរណាស់ហើយបាទតម្រាំឃើញនេះបាទមួយដៃឆ្វេងជឹបមកជង្គង់រឿងអីមិនទៅបាទបឹបអូយមកជង្គង់នេះបាទរបស់កក្កដាបាទសន្លប់បាត់បាទអរគុណបាទអញ្ចឹងឥឡូវនេះបាទគូមិត្តភាពបាទគុណខ្មែររបស់យើងបាទគុណខ្មែរអរងបាទពេទ្យទម្ងន់57គីឡូក្រាមបាទក៏បានបញ្ចប់ហើយត្រឹម2ទឹកប្រកួតទូនេះបន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមពេជ្រកក្កដាកម្ពុជាទទួលបានជ័យជំនះដល់ផ្ដួលកីឡាករបង្គោលខៀវមកពីប្រទេសរងសន្លប់នៅក្នុងទឹកទី2